ជំរាបសួរពុកម៉ែបងប្អូនម្ចាស់ចការចន្ទីបាទថ្ងៃនេះនាំពុកម៉ែបងប្អូនបាទមកតាមចាប់បាទជនល្មើសបំផ្លាញផ្កាចន្ទីបាទហើយប្រកែលាក់ខ្លួនណាបាទជនល្មើសនឹងប្រកែលាក់ខ្លួនមែនតែនបាទពួនសង្ងំបងប្អូនអត់បានចាប់អារម្មណ៍មើលអត់ដឹងបាទមើលអត់ដឹងទេថាមានវត្តមានវាបាទព្រោះវាប្រកែលាក់ខ្លួនមែនតែនអញ្ចឹងទៅតាមដានស្វែងរកជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងនេះផ្កាចន្ទីបាទហើយផ្កាចន្ទីចាប់ផ្ដើមរីកបាទចាប់ផ្ដើមរីកហើយមានលោតក្តាប់មួយដែរបាទចាប់ផ្ដើមលោតមកមួយហែបាទប៉ុន្តែម្ចាស់ចការរៀងខានបាញ់យូរដែរអញ្ចឹងទៅវាមានជនបង្កបំផ្លាញណាបាទជនបង្កបំផ្លាញនេះក្តាប់ទៅចាប់ផ្ដើមលៀនចេញមកទៀតនេះបាទណាចឹងយើងមើលទាំងអស់គ្នាតាបាទមើលអញ្ចេះអត់ដឹងថាមានអីបំផ្លាញទេនេះបាទមើលទៅផ្កាដូចជាធម្មតាណាបាទមើលទៅអត់ចង់ដឹងថាមានអីបំផ្លាញប៉ុន្តែឥឡូវបងប្អូនមកតាមដានមួយខ្ញុំមើលបាទនេះបងប្អូនមានសង្កេតឃើញផ្កាបាទផ្កានេះវារៀងផ្អោបជាប់គ្នានេះបាទរៀងផ្អោបជាប់គ្នាបាទរៀងផ្អោបជាប់គ្នាហើយមានស្នាមស៊ីផ្កាបន្តិចដែរអញ្ចឹងនេះគឺជាជនបង្កនៅក្នុងនឹងឯងមើលសុំមើលមុខជនបង្កតិចបាទបកែពួនសង្ងំដល់ហើយបាទមើលនៅណាចេញមុខតិចមើលចាក់បាក់ណាចាមើលចេញមកឲ្យឃើញវងភ័ក្រតិចមើលគេតាមតន់ហើយគេដឹងហើយថាយើងនៅណានោះចេញមកលឹបលោណាចេញមកចេញឲ្យលឿនគីឡូរស់អីយ៉ាដល់ពេលចេញលូតផ្លោតទៅតែម្ដងទៅដល់ណាហើយតាមឲ្យឃើញដល់ណាមិញឲ្យបងប្អូនចាស់ចការមើលតិចមើលទៅដល់ណាហើយផ្លោតលឿនដល់ហើយមិញអត់បានដាក់ស្កប់ទៅដល់ណាហើយលឿនមែនតើលោតចេញមកមុននឹងលឹបលោអូនេះបាទឃើញហើយបងប្អូននេះជន់កបាទដង្កូវបាទពពួកដង្កូវបាទយោតងដង្កូវសម្បុកបាទស៊ីផ្កានេះគ្រាន់តែប៉ះបន្តិចហ្នឹងប្រកាច់ពេញហ្នឹងបាទមិញលឹបលោលាក់លៀមពួនសង្ងំដល់ពេលឥឡូវចេញមកយ៉ាចាប់ខ្លាំងពេកងាប់បាត់ហើយបាទចាប់ជន់មកបានឥឡូវសម្លាប់នៅកន្លែងបាទអញ្ចឹងពុកម៉ែបងប្អូនមើលណាបាទពិនិត្យមើលចការចន្ទីផងឲ្យតែផ្កាវាបាទឃើញក្តោបជាប់គ្នាអញ្ចឹងបាទយើងទៅហែកមើលមកបាទឃើញវត្តមានដង្កូវហើយអញ្ចឹងពពួកប្រភេទដង្កូវនេះបាទថ្នាំដែលបងប្អូនអាចកម្ចាត់បានបាទមានដូចជាពពួកអ៊ីម៉ាមីទីនបាទដែលជាផលិតផលកូក្រីនគឺស្ដេចនាគ3បាទតែប្រភេទអ៊ីម៉ាមីទីនវាកម្ចាត់សត្វល្អិតដោយរបៀបណាបាទអញ្ចឹងប្រភេទអ៊ីម៉ាមីទីនឬក៏ស្ដេចនាគ3ជាប្រភេទថ្នាំជំរាបបាទហើយវាសម្លាប់តាមរយៈការលេបចូលពោះនិងតាមរយៈការប៉ះផ្ទាល់តាមរយៈស្បែកអញ្ចឹងវាជ្រាបនៅពេលបាញ់ទៅប៉ះវាជ្រាបចូលទៅបំផ្លាញប្រព័ន្ធប្រសាទបាទធ្វើឲ្យវាឈប់ស៊ីហើយស្លាប់ដោយដាច់ពោះស្លាប់បាទតែបើសិនជាយើងបាញ់ទៅអត់ប៉ះវាបាទអេម៉ាមេទីននឹងជ្រាបបាទចូលទៅក្នុងផ្កាបាទជ្រាបចូលទៅក្នុងផ្លែបាទបន្ទាប់មកតកៅនោះចាប់ផ្ដើមស៊ីបាទទើបវាងាប់បាទទើបវាជ្រាបចូលទៅក្នុងពោះហើយទៅបំផ្លាញប្រព័ន្ធប្រសាទតកៅឈប់ឲ្យតកៅនឹងស៊ីបាទឈប់ឲ្យតកៅស៊ីអញ្ចឹងពេលដែលយើងប្រើអេម៉ាមេទីនគឺការសម្លាប់រៀងយឺតបាទរៀងយឺតបើបាញ់ប៉ះវាអាចត្រឹម12ម៉ោងអីអាចងាប់បាទតែបើបាញ់អត់ប៉ះទេអាចប្រហែលជា
3 4 ថ្ងៃអីបាទបានងាប់ដោយសារវាត្រូវការវាចេញមកស៊ីសិនបាទត្រូវការវាចេញមកស៊ីសិនបាទបន្ទាប់ពីអេម៉ាមេទីនយើងអាចប្រើបាននៅពពួកចំនួនថ្មីបាទចំនួនថ្មីគឺ Chloran Traniliprole បាទក៏យើងអាចប្រើបានដែរដែលផលិតផលអង្គរ Green យើងមាននៅក្នុងលំពែងអង្គរបាទទម្រង់បាទ SC បាទទម្រង់ទឹកដោះគោអញ្ចឹងស្ដេចនេះ3ទម្រង់ LC ហើយលំពែងអង្គរទម្រង់ SC ហើយសួរថាតើទម្រង់ទាំងពីរនេះមួយណាសុវត្ថិភាពជាងបាទទម្រង់ SC សុវត្ថិភាពជាងទម្រង់ LC បាទវាមានផលរំខានខ្លះទៅដល់ផ្កាតែបើសិនជាយើងប្រើក្នុងកម្រិតណែនាំត្រឹមត្រូវគឺអត់ប៉ះពាល់ទេបាទប៉ះពាល់តិចតួចបំផុតបាទតិចតួចបំផុតដែលទទួលយកបានបាទអញ្ចឹងយើងប្រើប្រភេទ LC យ៉ាងណាប្រើកុំឲ្យលើសពី1លីត្រក្នុង1000លីត្របាទនេះ C មួយទៀតហើយបាទតែឆែកមើលវានៅនឹងអត់តែនឹងប្របាក់តែនេះមកលូតផ្លោតចេញថតចង់តន់នេះចឹងអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទយើងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងចែកម្លែកនៅបច្ចេកទេសផ្សេងទៀតបាទអរគុណជម្រាបលាជូនពរឲ្យបានក្តាប់ច្រើនទាំងអស់គ្នាបងប្អូន